បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុវណ្ណសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកតាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាបងវែងនៅក្នុងចំការស្វាយចន្ទីបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាខ្លួនឯងបងវែងនៅក្នុងចំការស្វាយចន្ទីនោះទំនាយនៅក្នុងសុបិនថាពុកម៉ែបងប្អូននឹងត្រូវការរស់រើកន្លែងរស់នៅឬមួយទៀតទួនាទីការងារមុខតំណែងក៏ត្រូវតែផ្លាស់ប្ដូរយ៉ាងក្នុងពេលឆាប់ៗនេះផងដែរចំណែកលេខសំណាងសម្រាប់អ្នកសុបិនគឺលេខ45លេខ46លេខ537លេខ544និងលេខ644បាទអរគុណច្រើនណាស់សម្រាប់ពុកម៉ែបងប្អូនចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្ដាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ